លោកអ្នកនាងសម្រាប់ផ្លែឈើឬក៏ជាបន្លែទាំងអស់សុទ្ធតែមានជីវជាតិដើម្បីផ្ដល់ទៅដល់សុខភាពរបស់យើងយ៉ាងណាមិញផ្លែសាកេផ្ដល់នូវអត្ថប្រយោជន៍ទៅដល់សុខភាពដោយសារតែវាសម្បូរទៅដោយជាតិសរសៃវីតាមីនសារធាតុរ៉ែនិងសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មដែលអាចជួយទៅដល់សុខភាពរំលាយអាហារមុខងារបេះដូងនិងការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំវាក៏ជាប្រភពនៃកាបូអ៊ីដ្រាតស្មុគស្មាញសម្រាប់ថាមពលប្រកបទៅដោយនិរន្តរភាពនិងមានសារធាតុចិញ្ចឹមដូចជាប៉ូតាស្យូមនិងវីតាមីន C សម្រាប់សុខភាពរំលាយអាហារមេតិកាជាតិសរសៃខ្ពស់ផ្លែសាកេសម្បូរទៅដោយជាតិសរសៃអាហារនិងម្សៅច្រើនដែលជួយទៅដល់ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អនិងលើកកម្ពស់ភាពទៀងទាត់និងចិញ្ចឹមបាក់តេរីពោះវៀនដែលមានប្រយោជន៍សម្រាប់សុខភាពបេះដូងប៉ូតាស្យូមនិងសូដ្យូមទាបសមាសធាតុសារធាតុប៉ូតាស្យូមខ្ពស់និងសូដ្យូមទាបអាចជួយរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អគ្រប់គ្រងកូលេស្តេរ៉ុលជាតិសរសៃនៅក្នុងផ្លែសាកេអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរសម្រាប់ម៉ាញ៉េស្យូមដែលមានផ្ទុកនៅក្នុងផ្លែសាកេនេះវិញវាជាសារធាតុរ៉ែដែលភ្ជាប់ទៅនឹងជំនួយបេះដូងឲ្យរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់សម្រាប់ផ្លែសាកេនេះផងដែរសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មនិងវីតាមីន C ដោយផ្លែសាកេបានផ្ទុកទៅដោយសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មមានវីតាមីន C ដែលជួយការពារកោសិកានិងជំរុញប្រព័ន្ធភាពស៊ាំបេតាការ៉ូទីនគឺជាប្រភពនៃបេតាការ៉ូទីនដែលរាងកាយបំលែងទៅជាវីតាមីន A ដែលមានសារធាតុសារៈសំខាន់សម្រាប់សុខភាពនៃប្រព័ន្ធភាពស៊ាំហើយក៏មាននៅអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរសម្រាប់ថាមពលដែលយើងទទួលទាននៅផ្លែសាកេនេះមានកាបូអ៊ីដ្រាតដ៏ស្មុគស្មាញរបស់វាបានផ្ដល់នូវការផ្គត់ផ្គង់ថាមពលថេរដោយគ្មានការកើនឡើងនៃជាតិស្ករនៅក្នុងឈាមផងដែរស្ថានភាពជាតិស្ករនៅក្នុងឈាមនៅពេលដែលយើងទទួលទានផ្លែសាកេជាតិសរសៃជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមដោយពន្យឺតនូវការស្រូបយកជាតិស្ករទៅក្នុងឈាមសារធាតុចិញ្ចឹមវាក៏បានផ្ដល់នូវអាស៊ីតអាមីណូសំខាន់ៗប្រូតេអ៊ីននិងសារធាតុចិញ្ចឹមផ្សេងទៀតដូចជាវីតាមីន B វីតាមីន K និងជាតិដែកផងដែរตัวอย่างសារធាតុចិញ្ចឹមដែលវាបានផ្ដល់អាស៊ីតអាមីណូសំខាន់ៗហើយវាគ្មានជាតិស្ករទាំងសាកេនិងម្សៅរបស់វាមានជាតិស្អិតតាមធម្មជាតិដែលធ្វើឲ្យវាស័ក្តិសមសម្រាប់អ្នកដែលមានជំងឺ celiac ឬប្រតិកម្ម gluten ដែលជាជំងឺសម្រាប់ celiac នេះផងដែរគឺជាជំងឺរំលាយអាហារដែលបណ្ដាលមកពីប្រតិកម្មនៃប្រព័ន្ធភាពស៊ាំមិនធម្មតាចំពោះ gluten ដែលជាប្រូតេអ៊ីនដែលមាននៅក្នុងអាហារដូចជាស្រូវសាលីជាដើមជំរុញឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចំពោះអ្នកដែលមានជំងឺ celiac នៅក្នុងពោះវៀនតូចយូរទៅប្រតិកម្មនេះបំផ្លាញស្រទាប់ពោះវៀនតូចដែលយើងហៅក្រៅថាវេឡានិងរារាំងវាពីការស្រូបយកសារធាតុចិញ្ចឹមមួយចំនួនការខូចខាតពោះវៀននេះជារឿយៗនាំឲ្យមានការរាអស់កម្លាំងស្រកទម្ងន់និងហើមពោះហើយក៏អាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរផងដែរសម្រាប់ការទទួលទានផ្លែសាកេនេះគួរតែមានការពិចារណាមួយដោយមេតិកាប៉ូតាស្យូមបុគ្គលដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃឬអ្នកដែលទទួលទានអាហារដែលមានជាតិប៉ូតាស្យូមទាបគួរតែពិគ្រោះជាមួយនឹងអ្នកផ្ដល់សេវាថែទាំសុខភាពមុនពេលទទួលទានផ្លែសាកេពីព្រោះវាមានផ្ទុកនូវប៉ូតាស្យូមខ្ពស់